สมาชิกองค์การนาโตปีประเทศบัญเจนยุนห่อเดนสเตยยุนห่อรัสเซียกองทัพอากาศโรมานีនិងอิตาลีបានបញ្ចេញយន្តហោះចម្បាំងជាច្រើនគ្រឿងដេញស្ទាក់យន្តហោះចម្បាំងរបស់រុស្ស៊ីនៅជិតដែនអាកាសរបស់ខ្លួនក្រោយការវាយប្រហារទៅលើទឹកដីរបស់អ៊ុយក្រែនសារព័ត៌មាន The Daily Digest បានចេញផ្សាយកាលពីព្រឹកថ្ងៃសុក្រទី2ខែឧសភាឆ្នាំ2025ថារ៉ូម៉ានីបានបញ្ចេញយន្តហោះជាច្រើនគ្រឿងឆ្លើយតបទៅនឹងមីស៊ីលនិងដ្រូនរបស់រុស្ស៊ីវាយប្រហារទៅលើប្រទេសអ៊ុយក្រែនជាមួយនឹងសេចក្តីរាយការណ៍ពីការជំរុញឲ្យព្រំដែនរបស់រដ្ឋជាសមាជិករបស់អង្គការ NATO មួយនេះស្ថិតក្រោមស្ថានភាពប្រកបដោយគ្រោះថ្នាក់បើតាមទស្សនាវដ្តីរបស់សហរដ្ឋអាមេរិក New Weeks បានបកប្រែសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរ៉ូម៉ានីយកមកចុះផ្សាយថាក្រសួងការពារជាតិរ៉ូម៉ានីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាការវាយប្រហារត្រូវបានគេកំណត់គោលដៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅជិតព្រំដែនរបស់ប្រទេសជិតខាងរ៉ាដារបស់ប្រទេសរ៉ូម៉ានីបានបង្ហាញពីគន្លងយន្តហោះគ្មានមនុស្សបើឬ drone នៅក្នុងចំណោម drone ជាច្រើនគ្រឿងដែលចូលរួមក្នុងការវាយប្រហារអាចនឹងឆ្លងកាត់នៅក្នុងរយៈពេលដ៏ខ្លីនៅលើដែនអាកាសរបស់ខ្លួនស្ថិតក្នុងស្ថានភាពនៃការគម្រាមកំហែងមកលើដែនអាកាសរបស់អង្គការ NATO នោះកងទ័ពអាកាសរ៉ូម៉ានីបានបញ្ចេញយន្តហោះចម្បាំងប្រភេទ F-16 ចំនួន2គ្រឿងចេញពីមូលដ្ឋានកងទ័ពអាកាសរុស្ស៊ីចេញប្រតិបត្តិការស្របគ្នានោះដែរអ៊ីតាលីក៏បានបញ្ជូនយន្តហោះប្រភេទ Eurofighter Typhoon ចំនួន2គ្រឿងចេញពីមូលដ្ឋានកងទ័ពអាកាស Mikhail Galnizanu ចេញស្ទាក់ drone របស់រុស្ស៊ីផងដែរអង្គការ NATO បានណែនាំដល់បេសកកម្មថែរក្សាការពារច្បាប់និងសណ្ដាប់ធ្នាប់តាមផ្លូវអាកាសក្រោយពេលរុស្ស៊ីបានរឹបអូសឧបទ្វីបគ្រីមៀពីអ៊ុយក្រែនកាលពីអំឡុងឆ្នាំ2014គំនិតផ្ដួចផ្ដើមនេះត្រូវបានរៀបចំឡើងដើម្បីតាមដានដល់រដ្ឋាភិបាលក្រុងមូស្គូពីការវាយប្រហារទៅលើរដ្ឋជាសម្ព័ន្ធមិត្តយោធារបស់អង្គការ NATO បើគិតចាប់តាំងពីខែមីនាឆ្នាំ2025រហូតមកដល់ពេលនេះយន្តហោះចម្បាំងរបស់អ៊ីតាលីប្រភេទ Eurofighter ចំនួន4គ្រឿងនិងបុគ្គលិកកងទ័ពអាកាសចំនួន180នាក់ត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋានកងទ័ពអាកាស Mikhail Galnizanu ព្រោះវាជាផ្នែកមួយនៃសកម្មភាពរបស់អង្គការ NATO សម្រាប់បេសកកម្មថែរក្សានិងការពារសណ្ដាប់ធ្នាប់តាមផ្លូវអាកាសឲ្យកាន់តែល្អប្រសើរឡើងរបស់សម្ព័ន្ធយោធាលោកខាងលិចមួយនេះខ្ញុំបាទចន្ទរាពី Love Cambodia Hot News TV